ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំធ្វើយ៉ាអ៊ូដែលភាសាអង់គ្លេសហៅថា yogurt ដែលប្រើជាមួយនឹងឆ្នាំងបាយយើងធ្វើការចាក់ទឹកដោះគោចំនួន1លីត្រចូលទៅក្នុងឆ្នាំងខ្ញុំប្រើប្រភេទជាមួយនឹងទឹកដោះគោ full meal ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ក្មេងៗទទួលទានយើងកូរវារហូតដល់ឡើងពពុះតិចៗហើយយើងធ្វើការបិទជើងបន្ទាប់មកយើងដាក់ចូលជាមួយនឹងយ៉ាអ៊ូដែលមានរសជាតិដើមក៏បានរសជាតិផ្សេងក៏បានដោយសារនេះខ្ញុំមានតែរសជាតិកន្ទុយក្រពើអញ្ចឹងនេះខ្ញុំក៏ប្រើមួយកំប៉ុងតូចចាក់ចូលវាហើយកូរវារហូតដល់រលាយអស់ក៏ដាក់ចូលក្នុងឆ្នាំងបាយខ្ញុំរក្សាទុកវាតាំងពីព្រឹកម៉ោង6រហូតដល់ម៉ោង9ល្ងាចអញ្ចឹងនៅពេលដែលបើកឡើងមកគឺវាមានសភាពខាប់បែបនេះហើយក៏ខ្ញុំធ្វើការរំលែកដាក់ចូលជាមួយនឹងកែវតូចៗយើងប្រើជាមួយនឹងឆ្នាំងបាយប្រភេទនេះវាងាយស្រួលដោយយើងមិនចាំបាច់មានទឹកក្តៅក្នុងការកម្ដៅវាទេអញ្ចឹងនៅពេលដែលវាខ្លាយជាយ៉ាអ៊ូហើយទើបយើងខ្ញុំដាក់បញ្ចូលនៅផ្លែឈើទៅតាមចំណង់ចំណូលចិត្តនេះខ្ញុំប្រើជាមួយនឹងផ្លែស្វាយហើយនិងទឹកឃ្មុំខ្ញុំធ្វើការកាត់ជាមួយនឹងផ្លែស្វាយតូចៗដាក់ពីលើហើយក៏ប្រើជាមួយនឹងទឹកឃ្មុំបន្តិចដើម្បីឲ្យវាមានរសជាតិផ្អែមយ៉ាហ្គតនៅពេលដែលយើងធ្វើរួចហើយគឺវាមានរសជាតិជូរហើយនិងសាបអញ្ចឹងយើងចង់ឲ្យវាមានរសជាតិផ្អែមឆ្ងាញ់យើងធ្វើការដាក់ជាមួយនឹងផ្លែឈើទៅតាមចំណង់ចំណូលចិត្តដែលនេះខ្ញុំអត់ប្រើជាមួយនឹងទឹកដោះគោខាប់ទេប្រើជាមួយនឹងទឹកឃ្មុំអញ្ចឹងអាផ្សេងទៀតគឺយើងទុកជារសជាតិដើមដដែលដើម្បីធ្វើថ្ងៃក្រោយទៀតយ៉ាអ៊ូដែលយើងទុកទៅធ្វើព្រាមៗគឺមានរសជាតិជូរហើយនិងសាបអត់មានរសជាតិដែលថាញ៉ាំទៅឆ្ងាញ់ទេប៉ុន្តែនៅពេលដែលយើងយកទៅកន្លុកជាមួយនឹងផ្លែឈើយកទៅទទួលទានសម្រាប់ក្មេងៗគឺយើងបន្ថែមសារធាតុផ្អែមផ្សេងៗទៅតាមចំណង់ចំណូលចិត្តរបស់យើងអរគុណច្រើន